บองปอนโกนขโมยជាទីគោរពនិងជាទីស្រឡាញ់ឥឡូវម៉ោង9ព្រឹកតាមកម្មវិធីរបស់យើងគឺយើងចាប់ផ្ដើមប្រពៃពិធីបួងសួងក្នុងឋានៈខ្ញុំជាប្រធានគណៈបក្សសង្គ្រោះជាតិគឺក្នុងនាមសមាជិកាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិទាំងអស់ខ្ញុំមានតួនាទីជាអ្នកថ្លែងពាក្យពេចន៍នៃការបួងសួងនេះហើយពិធីបួងសួងនេះគឺប្រារព្ធក្រោមអធិបតីនៃតំណាងព្រះពុទ្ធសាសនាតំណាងអ៊ីស្លាមសាសនាអ៊ីស្លាមតំណាងសាសនាគ្រឹះសូមជម្រាបថានៅថ្ងៃនេះម៉ោងនេះទូទាំងប្រទេសកម្ពុជាគឺមានពិធីបួងសួងដូចគ្នាដោយពិធីបួងសួងដែលយើងកំពុងតែប្រារព្ធនៅទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញគឺនៅគ្រប់ខេត្តក្រុងទាំងអស់នៅតាមវត្តអារាមចំពោះបងប្អូនដែលជាអ្នកកាន់ពុទ្ធសាសនានៅតាមវិហារអ៊ីស្លាមចំពោះបងប្អូនដែលកាន់សាសនាអ៊ីស្លាមនៅតាមវិហារគ្រឹះចំពោះបងប្អូនដែលកាន់សាសនាគ្រឹះគឺយើងស្និទ្ធស្មាត់បួងសួងក្នុងន័យតែមួយក្នុងបំណងតែមួយគឺបួងសួងចង់បានសន្តិភាពប្រកបដោយសេរីភាពនិងយុត្តិធម៌សូមបងប្អូនកូនក្មួយមេត្តាថាតាមខ្ញុំថាយឺតក្នុងពិធីបួងសួងនេះចាប់ផ្ដើមយើងខ្ញុំទាំងអស់គ្នាជាបាតុករអហិង្សាដែលគាំទ្រគណៈបក្សសង្គ្រោះជាតិស្រឡាញ់ប្រទេសជាតិស្រឡាញ់ប្រជាពលរដ្ឋខ្មែរនិងស្រឡាញ់លទ្ធិប្រជាធិបតេយ្យសូមលើកដៃបួងសួងដល់គុណព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃព្រមទាំងបរមីដ៏ស័ក្តិសិទ្ធិមានព្រះអង្គដងកើទេវតារក្សាព្រះស្វេតឆ័ត្រព្រះអង្គជេកព្រះអង្គចំអ្នកតាឃ្លាំងមឿងអ្នកតាក្រហមលោកតាដំបងដៃលោកតាដំបងក្រញូងលោកយាយទេពលោកយាយពេញព្រះអង្គវិហារសួរលោកយាយម៉ៅពេជ្រនិលដួងវិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី7ព្រះនាងឥន្ទ្រទេវីព្រះបរមរតនកោដ្ឋព្រះបាទសម្ដេចនរោត្តមសីហនុនិងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរស្នេហាជាតិទាំងអស់សូមយាងនិងអញ្ជើញចូលមកសន្ធិដ្ឋក្នុងដួងចិត្តយើងខ្ញុំ
នឹងប្រជាពលរដ្ឋខ្មែរទាំងអស់និងប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យចេះរួបរวมសាមគ្គីគ្នា ឲ្យចេះរួបរวมសាមគ្គីគ្នា ជាធ្លុងមួយ ជាធ្លុងមួយ ដើម្បី ដើម្បី ប្រែក្លាយ ប្រែក្លាយ ប្រទេសកម្ពុជា ប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាព ឲ្យមានសុខសន្តិភាព យុត្តិធម៌ យុត្តិធម៌ និងភាពសម្បូរសប្បាយ និងភាពសម្បូរសប្បាយ រុងរឿង រុងរឿង ក្នុងសេរីភាព ក្នុងសេរីភាព និងការគោរព និងការគោរព សិទ្ធិមនុស្ស សិទ្ធិមនុស្ស យ៉ាងពេញលេញ យ៉ាងពេញលេញ តរៀងទៅ តរៀងទៅ យើងខ្ញុំ យើងខ្ញុំ ដែលបានមកចូលរួម ដែលបានមកចូលរួម ធ្វើបាតកម្មអហិង្សា ធ្វើបាតកម្មអហិង្សា ថ្ងៃនេះ ថ្ងៃនេះ មានបំណង មានបំណង ចង់ស្វែងរក ចង់ស្វែងរក យុត្តិធម៌ យុត្តិធម៌ ជូនម្ចាស់ឆ្នោត ជូនម្ចាស់ឆ្នោត និងទាមទារ យើងគិតជា ឲ្យមានការបង្កើត ឲ្យមានការបង្កើត គណៈកម្មការ គណៈកម្មការ ចម្រុះ ចម្រុះ ឯករាជ្យមួយ ឯករាជ្យមួយ ដែលមានអង្គការជាតិ ដែលមានអង្គការជាតិ និងអន្តរជាតិ និងអន្តរជាតិ ព្រមទាំង ព្រមទាំង អង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ ចូលរួម ចូលរួម ដោះស្រាយ ដោះស្រាយ នៅភាពមិនប្រក្រតី នៅភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត កាលពីថ្ងៃទី25ខែកក្កដាឆ្នាំ2013កន្លងមកគណៈកម្មការនេះ គណៈកម្មការនេះ ត្រូវលាតត្រដាង ត្រូវលាតត្រដាង ការពិត ការពិត អំពី អំពី លទ្ធផលនៃការបោះឆ្នោត លទ្ធផលការបោះឆ្នោត ដើម្បីធានា ដើម្បីធានា ការគោរពឆន្ទៈ ការគោរពឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ របស់ពលរដ្ឋខ្មែរ យ៉ាងពិតប្រាកដ យ៉ាងពិតប្រាកដ យើងខ្ញុំទាំងអស់គ្នា យើងខ្ញុំទាំងអស់គ្នា សូមប្រកាន់នៅ សូមប្រកាន់នៅ គោលការណ៍ គោលការណ៍ អហិង្សា អហិង្សា ទាំងកាយ ទាំងកាយ វាចា វិជ្ជា ចិត្ត ចិត្ត ដោយមិនចាត់ទុកខ្មែរណាមួយ ហើយមិនចូលទៅខ្មែរណាមួយ ជាសត្រូវឡើយ ជាសត្រូវឡើយ ដែលចង់បាន ហើយចង់បាន យុត្តិធម៌ យុត្តិធម៌ និងការផ្សះផ្សាជាតិ និងការសាស្ត្រាជាតិ ជាស្ថាពរ ជាស្ថាពរ សូមបរមីទាំងអស់ សូមបរិយាទាំងអស់ ជួយបីបាច់ ជួយបីបាច់ ថែរក្សា ហើយរក្សា ដល់យើងខ្ញុំ ដល់យើងខ្ញុំ ទាំងអស់គ្នា ទាំងអស់គ្នា ជាបាតកោអហិង្សា ជាបាតុករអហិង្សា ឲ្យជួបតែ ឲ្យជួបតែ សេចក្តីសុខ សេចក្តីសុខ សេចក្តីចម្រើន សេចក្តីចម្រើន និងសូមជួយ និងសូមជួយ តម្រែតម្រង់ផ្លូវ បំរើតម្រង់ផ្លូវ ដល់ជនទាំងឡាយណា ដល់ជនទាំងឡាយណា ដែលកំពុង ដែលកំពុង ដើរផ្លូវដើរផ្លូវហិង្សា ដើរផ្លូវហិង្សា ដែលជាផ្លូវខុស ដែលជាខុស ឲ្យងាកមករួបរวม ហើយយើងមានមករួបរวม ជានាមគ្នា ជានាមគ្នា សម្ដៅ សម្ដេច ឯកភាពជាតិ ឯកភាពជាតិ ខ្មែរតែមួយ ខ្មែរតែមួយ ដើម្បីចូលរួម ដើម្បីចូលរួម សង្គ្រោះជាតិ សង្គ្រោះជាតិ របស់យើង របស់យើង ទាំងអស់គ្នា ទាំងអស់គ្នា ឲ្យទាន់ពេលវេលា ឲ្យទាន់ពេលវេលា សូមអនុមោទនា សូមអរគុណបងប្អូនជាអរិយជនដែលចាត់ការក្រោមអធិបតីនៃតំណាងព្រះពុទ្ធសាសនាផងតំណាងសាសនាអ៊ីស្លាមផងតំណាងសាសនាគ្រីស្ទផងគឺតំណាងឲ្យខ្មែរ
ទៀមទាចិត្តតែខ្វល់សម្រាប់ម្ចាស់ឆ្នោតនោះទេការទៀមទាចិត្តតែខ្វល់សម្រាប់ម្ចាស់ឆ្នោតគឺមានសារៈសំខាន់ណាស់ដែលថ្ងៃនេះមានលក្ខណៈប្រវត្តិសាស្ត្រហើយសំខាន់នៅក្នុងនេះគឺថ្ងៃនេះយើងអ្នកនាងប្រជារាស្ត្រខ្មែរបានបើកទំព័រប្រវត្តិសាស្ត្រថ្មីថ្មីទំព័រប្រវត្តិសាស្ត្រដែលយើងកសាងវប្បធម៌មួយថ្មីទី7 កញ្ញាឆ្នាំ2013នេះគឺវប្បធម៌អហិង្សារីកចម្រើនរៀងដល់ទូទាំងប្រទេសកម្ពុជាហើយហេតុអ្វីបានយើងត្រូវបំបត្តិបញ្ចប់វប្បធម៌ហិង្សាដាច់ខាតពីព្រោះប្រជារាស្ត្រខ្មែររងគ្រោះយូរឆ្នាំណាស់មកហើយ40ឆ្នាំហើយអំពើហិង្សារវាងខ្មែរនិងខ្មែរអ្នកជិតខាងក៏មានអំពើហិង្សាក្នុងសង្គមគ្រប់បែបយ៉ាងអំពើហិង្សានយោបាយក៏ខូចខើសម្បើមដែរធ្វើបាបកាប់សម្លាប់អ្នកប្រជាធិបតេយ្យនឹងហើយដែលហៅថាអំពើហិង្សាសាសនាពុទ្ធសាសនាហើយសាសនាអ៊ីស្លាមហើយសាសនាគ្រិស្តដែលយើងស្រឡាញ់អំពើល្អទាំងអស់គ្នាយើងសូមប្រកាសថាអំពើហិង្សាត្រូវតែបញ្ចប់នៅថ្ងៃទី7ខែកញ្ញាដោះស្រាយរាល់បញ្ហាទាំងអស់ដោយសន្តិវិធីក្នុងយុត្តិធម៌ថ្ងៃនេះសម្បើមណាស់បងប្អូនសម្បើមណាស់ស្អាតពីព្រោះវប្បធម៌ហិង្សាដែលយើងឃើញតាំងពីសម័យខ្មែរក្រហមសម្រាប់ប្រជារាស្ត្រអ្នកស្រុកត្រង់រាប់លានអ្នកហើយមិនដែលមានទោសបីមិនដែលមានទោសបីអ្វីទេអ្នកមានអំណាចគឺហិង្សានិងនីតិរដ្ឋភាពគឺដើរទន្ទឹមគ្នាដូច្នេះយើងនឹងបញ្ចប់ទាំងហិង្សាទាំងនីតិរដ្ឋភាពយើងបានសេរីភាពផងយុត្តិធម៌ផងសន្តិភាពផងព្រោះយើងបំបត្តិអំពើហិង្សាឲ្យអស់ក្នុងសង្គមយើងចាប់ពីពេលនេះតទៅ ស្រឡាញ់យុត្តិធម៌សន្តិភាពនេះ
ជាពិសេសសមាជិកអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិយើងអត់មានចាត់ទុកខ្មែរណាជាសត្រូវទេហើយយកគណៈបកសង្គ្រោះជាតិហើយយកបរិបទណាខ្លះខ្មែរទាំងអស់ដូចបងប្អូនបង្កើតឈាមជ័រជាខ្មែរប្រលឹងជាខ្មែររស់នៅក្នុងមហាគ្រួសារខ្មែរតែមួយចិត្តតែធម៌សន្តិភាពចិត្តតែធម៌សន្តិភាពចិត្តតែធម៌ជាខ្មែរយើងបានលើទឹកដីខ្មែរជាតិមាតុភូមិរបស់យើងគឺប្រទេសកម្ពុជាយើងមានជាតិមាតុភូមិតែមួយទេមាតុគឺមេដាគឺម្ដាយភូមិគឺប្រទេសមាតុភូមិគឺទឹកដីកម្ពុជាដែលបានផ្ដល់កំណើតឲ្យយើងទាំងអស់គ្នាដូច្នេះយើងមានម្ដាយជាតិមាតុភូមិម្ដាយយើងទាំងអស់គ្នាយើងជាកូនខ្មែរដូច្នេះយើងជាបងប្អូនបង្កើតចាប់ដៃគ្នាទៅខ្ញុំដឹងហើយពីមុនបងប្អូនសូម្បីតែបងប្អូនបង្កើតក៏ចេះឆ្លោះគ្នាតែឥឡូវយើងដឹងខ្លួនហើយរមមឈប់ឆ្លោះគ្នាហើយបងប្អូនជាពិសេសរមមឈប់ឆ្លោះគ្នាដោយសារមាតុភូមិរបស់យើងម្ដាយយើងឈឺធ្ងន់ណាស់បងប្អូនអើយអាណិតម្ដាយយើងទាំងអស់គ្នាលោកឈឺធ្ងន់ណាស់ម្ដាយយើងលោកកំពុងតែបាត់បង់ទឹកដីបរទេសលេបប្របាក់ទឹកដីកំពុងតែបំផ្លាញព្រៃឈើបំផ្លាញធនធានធម្មជាតិបំផ្លាញទ្រព្យសម្បត្តិវប្បធម៌គេកំពុងតែធ្វើជារនកម្មលើម្ដាយយើងចូលបានទេចាចូលបានគៀនបងអាចទៅគៀនជារៀបហើយដែលរស់នៅទឹកដីមាតុភូមិអស់ដីអស់ព្រៃអស់ស្រែអស់ចម្ការអស់ផ្ទះអស់សម្បែងអស់ការងារធ្វើកូនខ្មែរយុវជនអត់មានអនាគតដូចនេះយើងឈឺចាប់ដល់បងប្អូនទឹកដីមាតុភូមិរបស់យើងនេះយើងត្រូវតែស្ដារជួយសង្គ្រោះជីវិតម្ដាយយើងទាំងអស់គ្នាចាប់ដៃគ្នាវិញដើម្បីសង្គ្រោះជីវិតម្ដាយយើងសង្គ្រោះជាតិមាតុភូមិរបស់យើងទាំងអស់គ្នាហើយបើយើងរួមគ្នាចិត្តក្នុងមួយកាន់តែធំកាន់តែខំម្ដាយយើងនឹងបានរស់ហើយសូមអរគុណបងប្អូនទាំងអស់ហើយសូមនិមន្តព្រះសង្ឃមានអង្គតាមបានមានអើយ4-5ម៉ាត់ហើយសូមនិមន្តចាពួកខ្ញុំមើលមកវិញងាប់តំណាងសាសនាអ៊ីស្លាមតំណាងសាសនាដែលគេបង្ហាញអំពីទឹកចិត្តបងប្អូនយើងទាំងអស់ដូចជាយើងកាន់សាសនាដូចគ្នាតែយើងស្រឡាញ់ជាតិដូចគ្នាយើងស្រឡាញ់អំពីល្អដូចគ្នាយើងស្រឡាញ់យុទ្ធធម៌ដូចគ្នាយើងស្រឡាញ់សាសនាដូចគ្នាកម្ពុជាមានមោទនភាពណាស់ដែលសម្លឹងឃើញថាបងប្អូនខ្មែររបស់យើងទាំងអស់គ្នាពេលនេះដូចជាថាឡើងជួបខ្មែររបស់យើងហើយក្នុងពេលនេះយើងអរគ្នាគ្នាតាមពីគ្នាអើយហើយថតឲ្យអត់មើលបងហើយយើងចេះរួមសាមគ្គីគ្នាស្រឡាញ់គ្នាហើយជាតិរបស់យើងរុងរឿងពុទ្ធសាសនាក៏រុងរឿងដូចគ្នាក្នុងនាមអាត្មាភាព
ភាពដែលតំណាងព្រះសង្ឃខ្មែរកម្ពុជាក្រមទូទាំងប្រជាជនកម្ពុជាសូមថ្លែងអំណរគុណចំពោះបងប្អូនខ្មែរទាំងអស់ទូទាំងប្រជាជនកម្ពុជាយើងនេះសូមអរមានសេចក្តីក្លាហានមិនមាត់តស៊ូនៅអ្វីជាម្ចាស់ទឹកដីដែលជាម្ចាស់ឆ្នោតរបស់យើងពេញសិទ្ធិក្នុងជាคนខ្មែរមកទៀតក៏សូមថ្លែងអំណរគុណជាច្រើនក៏សូមចម្រើនពរមានសន្តិភាពបន្តិចពីព្រោះពេលវេលាវាមានកំណត់អញ្ចឹងសូមអរគុណច្រើននិងអរគុណcái nhất mới trâu mà lại áo cho cái trâu nó có thuê chưa như lại nè tôi cho đây cho này nó cái sông tung á